នេះគឺជាសកម្មភាពរបស់នេះវឹកនៅលើយានអវកាសបងប្អូននេះពេលគាត់ចូលគេងបងប្អូនត្រូវគេងយើងដូចហោះអញ្ចឹងបងប្អូនដោយសារនៅលើយានអវកាសហ្នឹងនៅលើលំហអ្វីៗវាត្រូវតែអណ្ដែតឡើងលើបងប្អូនពាក្យថាលំហមួយគឺអ្វីៗគឺត្រូវតែអណ្ដែតអញ្ចឹងបងប្អូននេះអញ្ចឹងត្រូវគេងពេលគាត់គេងក៏ត្រូវគេងនៅក្នុងដូចជាភួយរបស់គេអញ្ចឹងបងប្អូនគេមានរ៉ូតមានអីអញ្ចឹងដើម្បីទប់លំនឹងរបស់យើងកុំឲ្យអណ្ដែតហ្នឹងបងប្អូននេះហើយគេចងភ្ជាប់ជាមួយនឹងខ្សែរបស់គេដាក់នៅលើយានអវកាសហ្នឹងបងប្អូនដើម្បីគេងទៅកុំឲ្យយើងអណ្ដែតព្រោះនៅលើលំហហ្នឹងអ្វីៗទាំងអស់គឺត្រូវតែអណ្ដែតអញ្ចឹងនេះឃើញនេះវាបរិយាកាសខុសពីផែនដីរបស់យើងបងប្អូនអញ្ចឹងពេលគេងម្ដងគេងដូចហោះអញ្ចឹងនេះត្រូវដាំក្បាលចុះមកក្រោមគេងដូចយើងហោះនៅលើបើយើងនិយាយជាសាមញ្ញទៅដូចយើងហោះលើមេឃអញ្ចឹងបងប្អូននេះប៉ុន្តែនៅលើយានត្រូវរងសម្ពាធប៉ុណ្ណឹងឲ្យមុំតែនៅក្រៅយានទៀតបងប្អូនអញ្ចឹងมันគេមានសម្ភារៈការពាររបស់គេគ្រប់គ្រាន់ហ្នឹងបងប្អូននេះមើលទៅមើលការគេរបស់គាត់ទៅនេះ